មុននឹងខ្ញុំចូលទៅដល់មេរៀនខ្ញុំឲ្យជាចិត្តសាស្ត្រមួយសិនដែលបងប្អូនត្រូវតែដឹងត្រូវតែចងចាំហើយត្រូវតែស្វែងយល់ថាតើភាពខុសគ្នារវាងអ្នកជួញដូរបែបចំណេញហើយនឹងជួញដូរបែបមិនចំណេញអង់គ្លេសគេហៅថា profitable trader និង unprofitable trader វាខុសគ្នាហ្មង profitable trader គឺទី1សិក្សាធ្វើជាកូនសិស្សរហូតទី2ស្រាវជ្រាវណាបើបងប្អូនសិក្សាតែអត់ដល់ប្លុកជាមួយខ្ញុំបងប្អូនអត់ទៅសិក្សាស្រាវជ្រាវបន្ថែមវាបានតែប៉ុណ្្នឹងទី3ហ្វឹកហាត់ជាប់លាប់ practice អង់គ្លេសគេហៅ practice ទី4អភិវឌ្ឍប្រព័ន្ធជួញដូរអាហ្នឹង plan ហើយធ្វើផែនការកត់ត្រាទី5កំណត់ទំហំចូលផ្សារឲ្យបានត្រឹមត្រូវនេះអានេះគឺនិយាយហើយនិយាយទៀតណាទី5ទី6កំណត់កាត់ខាតទីអានេះតាមពិតទី7ទី6ទី7មិនត្រូវគ្រូដាក់លេខចិនគ្នាលេខ5ចិនគ្នាដាក់5ចិនទីដង5 6 7បាទកំណត់ភាគរយចំណេញខាតឲ្យបានល្អអាហ្នឹងស្អីគេអង់គ្លេសគេហៅអី RRR ណា risk to reward អាហ្នឹងណាអាដែលអា1ទៅ3មានចាំអត់ទី8ហើយតាមពិតទី8មានសកុតភាពក្នុងអាជីពយល់ពាក្យហ្នឹងអត់សង្កត់ភាពក្នុងអាជីពមានន័យថាយើងធ្វើវាជាប្រចាំដូចរៀងរលឹមដល់ពេលទី9អត់ធ្មត់អានេះត្រូវទី10ទៅបដោតយកចិត្តទុកដាក់ focus បាទអញ្ចឹងបើបងប្អូនចង់ចំណេញអំពី trade តើបងប្អូនមានតែ10ចំណុចនេះរៀនសិក្សាស្រាវជ្រាវហ្វឹកហាត់អភិវឌ្ឍធ្វើផែនការកំណត់ទំហំចូលផ្សារកំណត់កាត់ខាតឲ្យបានច្បាស់លាស់កំណត់ចំណេញខាតហ្នឹងក៏ឲ្យបានល្អតែមានសកុតភាពមានធ្វើរហូតទោះបីខាតក៏ដោយទោះបីចំណេញក៏ដោយគឺធ្វើដដែលហើយអត់ធ្មត់ដល់កម្រិតបដោតយកចិត្តទុកដាក់បើមានអាចចំណុចអស់ហ្នឹងយើងជា profitable ហើយតែបើសិនជាយើងអត់មានអាអស់នេះទេខាតខ្លះមិនខាតខ្លះហ៎ខាតយកតែមែនតែនចំណេញខ្លះ